ថាម៉េចបានល្អប្រើហើយដើម្បីសំរុំទៀតបន្តិចណាជួបគ្នាជារៀងរាល់ចុងសប្តាហ៍ជំរាបសួរទាំងជន idol ទាំងអស់គ្នាសុខសប្បាយអត់សប្តាហ៍នេះមានតើណាហើយនៅមាននរណាខ្លះស្គាល់ទីតាំងតំបន់នេះបើអ្នកស្គាល់កាន់តែល្អបើមិនទាន់ស្គាល់ទេចាំនឹងប្រាប់ទីតាំងនេះនៅលើផ្លូវព្រំមន់ជិតភោជនីយដ្ឋានដែលមានស្ថានមកពីស្តុកវិញស្រីប្រហែល400ម៉ែត្រឃើញស្តង់ idol ហើយបើសិនបើបងប្អូនឃើញគាត់ជួយគ្រប់គ្រងគាត់ផងណាប្រហែលមានបងប្អូនយើងខ្លះឆ្ងល់ឃើញពួក idol ហេតុអីលោកតែចុងសប្តាហ៍ឃើញលក់រហូតហើយធម្មតាអត់ដែលឃើញមកសោះបើនិយាយទៅគាត់លក់តែពេលល្ងាចឬក៏ពេលព្រឹកទេចំណុចរបស់គាត់នេះមានការដាក់ឆាតសម្រាប់ដាក់លក់អីវ៉ាន់និយាយទៀតសម្រាប់អ្នកដែលដើរក្នុងតំនេះប្រហែលជាស្គាល់គាត់ច្បាស់ហើយជាពិសេសអ្នកដែលដើរឬក៏ជាម៉ូតូកាត់ថ្ងៃនេះមកបកស្រាយចម្ងល់ឲ្យអស់ទាំងអស់ទៅតាមពិតទៅគាត់លក់នៅទីនោះ5ទៅ6ឆ្នាំហើយសម្រាប់របស់គាត់មើលទៅសាមញ្ញតែម្ដងគឺអញ្ចឹងទៅច្រឡំថាការលក់អញ្ចឹងគាត់ជំពាក់បានទៅគឺគាត់លក់ដាក់ឆាត់ជាម្លប់ទាំងទៅទាំងដងទោះមានភ្លៀងឬក៏ក្តៅក៏មិនមានជាបញ្ហាអ្វីដែរតាមពិតទៅគឺការលក់របស់គាត់គឺពិតជាមានសុខភាពហើយនឹងការដាក់លក់ល្អយ៉ាងចឹងទៅទាំងដងអញ្ចឹងសម្រាប់ផលិតផលទាំងអស់នេះសុទ្ធសឹងតែជាផលិតផលដែលកំពុងតែលក់ដាច់នៅលើទីផ្សារទាំងដងបងប្អូនដែលយើងមានលេខដូចជាស្លាកសញ្ញា brand ត្រឹមត្រូវនិងមានការធានាយ៉ាងច្បាស់លាស់ទាំងដងហើយអ្វីដែលសំខាន់គឺបានតម្លៃល្អទៀតបើសិនបើចុងសប្តាហ៍បងប្អូនបានទៅណាទេដែលក៏ជាទូកាត់ចាំជួយទីផងណាសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងលេខខាងក្រោមអរគុណច្រើនសម្រាប់ការមើលវីដេអូនេះរហូតដល់ចប់ជួបគ្នារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យគាត់នឹងរងចាំទទួលយ៉ាងកក់ក្ដៅសូមអរគុណ